មួយប្រាវធំរថយន្ត Range Rover បុករថយន្ត BYD ពីក្រោយរុញរថយន្ត BYD ទៅបុកម៉ូតូមកគ្រឿងទៀតមិញដែរបងបានយើងចូលទៅបុករថយន្តពួកគាត់ពីក្រោយចឹងបងមានឡានមួយបាំងមានឡានបាំងបាទលបឿនពេលដែលយើងធ្វើដំណើរអាចបញ្ជាក់បានទេបងលបឿនពេលហ្នឹងយូរទៅទៀតដល់តែហើយតែចិត្តនេះទេចឹងបាទចឹងបងបាំងមួយឡានហ្នឹងក៏មើលអត់ឃើញឡានគាត់ក៏បុកគាត់ទៅបាទអាមួយជិះកិច្ចមកជិះបុកគាត់ហ្មងយើងទៅបុកមែនបាទមានន័យថាយើងគាត់នៅកណ្ដាលហើយយើងបុកគាត់ហ្មងយើងសារភាពថាយើងបុកគាត់មែនចឹងណាបងបាទយើងតែខុសបាទចុះឥឡូវបាទចុះឥឡូវការដោះស្រាយយ៉ាងម៉េចដែរយើងសុំគាត់ថាមានឡានមួយមុខខ្ញុំទេបាទខ្ញុំជិះសងទាំងអស់ហ្នឹងចឹងមានន័យយើងបុកគាត់ហើយឥឡូវនេះយើងទទួលខុសត្រូវចេញសងចេញអីចឹងបាទតែយ៉ាងម៉េចបងការដោះស្រាយខ្ញុំសងគាត់អត់តែពាក់មួយមិញវាគៀបមកហ្នឹងគៀបមិនដៃកែដៃហ្នឹងមិនចឹងវាគៀបដៃពត់ទៅក្រោយគេពត់ដៃបើទៅក្រោយបាទដូចខ្ញុំមនុស្សអត់សិនជន់ចឹងដឹងហើយបងឥឡូវអត់អីទេបងចាំមើលបើនិយាយមើលខាំចាស់ឡានទេតែ2នាក់ទៅវាស្រួលដោះស្រាយគ្នាជាងបាទខ្ញុំនិយាយមកគាត់ហ្នឹងខ្ញុំចង់គាត់បាទតែឥឡូវគាត់បយចេះយើងតែបើកឡើងដូចគ្នាបាទបយបើកពីក្រោយខ្ញុំបើកពីមុខខ្ញុំគិតពុបបយមិនបុកមួយទៀតហើយជប់គ្នាចេះឡានមួយទៀតគាត់បាត់ត្រឡប់ក្រោយឬក៏យ៉ាងម៉េចគាត់វ៉ាគាត់នៅកណ្ដាលចេះខ្ញុំនៅពីក្រោយចេះគាត់វ៉ាពុបយើងបន្សល់អាមុខហ្នឹងឡែនទៅឡែនយើងចាប់ប្រាំងដែរជន់ប្រាំងអត់ទាន់ពេលហ្នឹងគឺមិនទាន់អត់ទាន់ទេបាទជន់ប្រាំងដូចគ្នាតែមិនទាន់ខាងពងម្ល៉េះប៉ាំងតែជីវិតមនុស្សក៏ដោយឬក៏បញ្ហាឡានក៏ដោយខ្ញុំអត់គេបែរទេបាទខ្ញុំទទួលខុសត្រូវបាទទូខ្ញុំប្រជាប្រដ្ឋតែខ្ញុំប្រជាប្រដ្ឋខ្ញុំទទួលខុសត្រូវបាទបងអត់ថោកទៀតចឹងហ្នឹងអរគុណច្រើនណាស់បងបាទពេលวันនេះបាទការបញ្ជាក់របស់បងប្រុសដែលបើករថយន្តបាទ Range Rover បាទគាត់បានបញ្ជាក់ថាគាត់នឹងទទួលខុសត្រូវបាទចំពោះរថយន្ត BYD បាទហើយបាទនឹងម៉ូតូទៀតគឺក៏យ៉ាងម៉េចយើងអត់ទាន់ដឹងទេបាទព្រោះតែឥឡូវនេះស្ថានភាពនៅកន្លែងកាត់ហើយគឺមានភាពអញ្ញាញ៉ៃខ្លាំងមែនទែនបាទហើយព្រោះតែបុកទៅគឺបង្កឲ្យមានការផ្ទះបាទហើយវេលាដែលបុកនេះគឺម៉ោង9ជាងពេលទៅម៉ោង9ថ្ងៃទី25ខែសីហាឆ្នាំ2026នេះបាទបងឥឡូវការដោះស្រាយមិនទេបងបាទការដោះស្រាយឥឡូវមិនទេបងគាត់ថាគាត់អស់ប្រហែលគាត់នឹងសងតាមនឹងទាំងអស់បាទពេលហ្នឹងបងកំពុងធ្វើដំណើរឬក៏ឈប់មកកន្លែងឈប់មកកន្លែងទេបាទយើងឈប់ចាំទិញអីមួយឬក៏យ៉ាងម៉េចដែរបងឡានឆ្លងកាត់តឹងទៅដឹកគ្រឹះចូលទៅកាត់មានឡានធំមួយឆ្លងកាត់ពេញមកផ្លូវហ្មងទៅណាក៏រួចដែរខាងនោះក៏មករួចខាងនេះក៏ទៅបាទពេលហ្នឹងបងបានឃើញលបឿនរបស់គាត់ទេបងលបឿនមកលឿនហ្នឹងខ្ញុំបើឃើញខ្ញុំទាញទៅចូលស្ដាំហើយបាទហើយគាត់បុកមកយើងនៅក៏គេចអត់ទាន់ទៀតចឹងគេអត់ទាន់ដែរថាអីបើគាត់មកលឿនយ៉ាងហ្នឹងបាទគេមិនទាន់បើខ្ញុំទាញចូលស្ដាំហើយហ្នឹងបាទបងម្នាក់ឯងទៅឬក៏2នាក់នៅខាងនោះម្នាក់តែអត់របួសធ្ងន់អត់មានអីណាបងក៏ឈឺក្បាលបុកជាមួយនឹងពុកឡានមួយបុកមកតាហឹងពីក្រោយបាទអីក៏ទៅបុកម៉ូតូមកទៀតម៉ូតូនោះនៅពីមុខបងម៉ូតូអូនណាបាទចាំតអូនហក់ចឹងតហ្នឹងឥឡូវការដោះស្រាយបងទាសំណងឬក៏គាត់ថាអស់មិនក៏សងប៉ុណ្្នឹងហើយគាត់ជួយចូលឲ្យយើងបាទគាត់អស់មិនក៏សងឲ្យយើងប៉ុណ្្នឹងគាត់ថាបាទហូតទៅណាគាត់នឹងហូតបាទបងអរគុណច្រើនបងបាទបាទពេលនេះឥឡូវនេះសមាជិកមូលដ្ឋានបានមកដល់ចំណុចទីតាំងបាទកន្លែងកាត់ហើយបាទនឹងធ្វើការសម្របសម្រួលឥឡូវនេះបើសិនជាការសម្របសម្រួលនៅទីតាំងបាទកន្លែងកាត់ហើយមិនត្រូវឬទេសមាជិកបាទមូលដ្ឋាននឹងតាក់ទងទៅខាងជំនាញដើម្បីចុះមកធ្វើការបាទវិញពេលនេះបាទឥឡូវចាំមើលគាត់ឲ្យខាងភាគីទាំងសងខាងដោះស្រាយគ្នាសិនឬក៏យកទៅប៉ុឬក៏ឲ្យជំនាញមកវងវិញតែម្ដងឬក៏យ៉ាងម៉េចពេលមួយគ្នាបាទហើយយើងគឺទស្សនវិជ្ជាបង្កមានការបាទព្យាបាលខ្លាំងមែនតើនៅចំណុចទីតាំងបាទកន្លែងកាត់ហើយនេះបាទពេលនេះឥឡូវនេះបាទអ្នកបើកបរខាង Range Rover សមាជិកបាននាំទៅឲ្យពេលនេះបាទដើម្បីរងចាំធ្វើការដោះស្រាយបាទទៅតាមបាទនីតិវិធីពេលនេះឥឡូវនេះពេលនេះជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះខ្ញុំបាទជំរាបរួមជាមួយនឹងក្រុមការងារសូមបញ្ចប់បិទវីដេអូនៅត្រឹមនេះរាល់កំហុសខ្វះខាត
សូមពេលមកទៅមេត្តាកាន់តែទៅដល់ខ្ញុំបាទរួមជាមួយនឹងក្រុមការងារអរគុណខ្ញុំបាទអញ្ជើញសូមបញ្ចប់បទវីដេអូនៅត្រឹមនេះអរគុណ